កូននំខេកនេះមើលឡើងតំណងហ្មងហើយម្ដុំហ្នឹងគឺមួយម៉ាត់ហ្មងរសជាតិក៏ឆ្ងាញ់តម្លៃក៏ធូរទៀតគឺម្ដុំតាម1500ទេបើកូនចាននេះវិញគឺខាប់ខេកមានទាំងម៉ាត់ឆាជាមួយនឹងសូកូឡាពណ៌បៃតងហ្នឹងគឺខ្ញុំភ្លេចឈ្មោះបាត់ហើយអត់ដឹងថា green tea ឬមួយក៏ម៉ាត់ឆាក៏តាមមើលតំណងមកកែវហ្នឹងគឺតម្លៃ2000ខ្ញុំឃើញគេផុសនំខេកនៅកន្លែងគាត់នេះគឺមួយហ្នឹងហ្មងគឺតម្លៃ1500ហើយនេះមួយណយគឺតម្លៃ1500មែនសំខាន់មានច្រើនរសជាតិទៀតខ្ញុំឃើញគេទៅទិញកន្លែងគាត់ហ្នឹងច្រើននៅមើលឃើញតំណងដែរចាំការទិញដែរហ្មងទៅសម្រាប់ទីតាំងវិញគឺនៅម្ដុំទូតពងនឹងឯងទៅនៅកន្លែងកាសាំងទូតពងហ្នឹងគឺបាត់ចូលទៅត្រង់រហូតឃើញហាងរបស់គាត់ហ្នឹងឯងខ្ញុំទៅដល់ហ្នឹងចង់ហៅមុនគេហ្មងគឺកូននំខេកនេះខ្ញុំឃើញគេផុសញ៉ាំមកទីទៅតំណងខ្លាំងអីដែលសំខាន់ហ្មងគឺតម្លៃធូរម្ដុំតាម1500ទេឃើញចឹងណាប៉ុន្តែម្ដុំហ្នឹងគឺដាក់ទៅពេញមាត់ហ្មងរសជាតិក៏ឆ្ងាញ់ហើយមានច្រើនរសជាតិមានផ្អែមផងជូរផងនិយាយទៅមានច្រើនខ្ញុំទៅដល់ឃើញកូនខាប់ខេកនេះហ៊ានតំណងដែរអញ្ចឹងក៏ទិញសាក់ដែរហ្មងទៅបើរសជាតិវិញគឺនំហ្នឹងឆ្ងាញ់គួរសមគាត់តែខ្ញុំហ៊ានខកចិត្តតិចដោយសារតែខាងក្រោមហ្នឹងគឺជាកតិចនំអញ្ចឹងដោយសារតែនំហ្នឹងហ៊ានកតិចដល់ពេលអញ្ចឹងទៅបាក់ញ៉ាំអាហ្នឹងសម្រាប់ខ្ញុំបើសិនជាគេផ្សេងអាចថាគេចូលចិត្តញ៉ាំឬមកក៏មិនអញ្ចឹងទៅសរុបមកគឺនំទាំងអស់ហ្នឹងគឺឆ្ងាញ់ទាំងអស់ហ្មងគ្រាន់តែតោះត្រង់នំមិញហ្នឹងគឺហ៊ានបាក់ញ៉ាំតិច